ខ្ញុំបានឈ្មោះសូស្រណោះជានាយកសាលានៃសាលាសំណតន្ត្រីនិងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈខាងផ្នែក piano ខ្ញុំមានបងប្អូន6នាក់ខ្ញុំគឺជាកូនទី3ហើយប៉ារបស់ខ្ញុំគឺជាគ្រូពេទ្យនិងម៉ាក់គឺជាមេផ្ទះនៅក្នុងគ្រួសារមានតែខ្ញុំម្នាក់គត់គឺជាអ្នកសិល្បៈចំណុចដែលចាប់ផ្ដើមក្លាយជាតន្ត្រីក៏ piano មិនមែនជាខ្ញុំជាអ្នកជ្រើសប៉ុន្តែប៉ាខ្ញុំដោយមូលហេតុពេលនោះខ្ញុំគឺជាក្មេងដែលមិនសូវចូលរៀនចូលចិត្តលេងហ្គេមចូលចិត្តលេងបុកបញ្ញាដោយប៉ាគាត់មិនសប្បាយចិត្តហើយគាត់ក៏បានមកជួយខ្ញុំទៅរៀនលេងបាទដំបូងអត់ពេញចិត្តសោះនៅតែចូលចិត្តលេងល្បែងទាំងនោះប៉ុន្តែដោយក្រោយមកមានឃើញមិត្តភ័ក្តិជុំវិញខ្លួនគឺគាត់លេង piano បកកាយធ្វើឲ្យខ្ញុំត្រឡប់មកការសិក្សាវិញបាទរហូតដល់បច្ចុប្បន្នបាទខ្ញុំចាប់ផ្ដើមរៀនតន្ត្រីគឺឧបករណ៍ piano តាំងពីអាយុ12ឆ្នាំនៅឆ្នាំ2014ខ្ញុំបានប្រឡងចប់ថ្នាក់បរិញ្ញានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈគឺផ្នែក piano ប៉ុន្តែត្រឡប់ទៅក្រោយនៅឆ្នាំ2013គឺខ្ញុំបានប្រឡងជាប់ជាតន្ត្រីយុវជនអាស៊ាននៅប្រទេសថៃដែលយើងមាន10ប្រទេសចូលរួមខ្ញុំជាលេខ1ខាងផ្នែក piano និងនៅឆ្នាំ2014ខ្ញុំបានចប់បរិញ្ញានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈហើយខ្ញុំក៏បានមានឱកាសទៅបន្តការសិក្សានៅប្រទេសជប៉ុនហើយខ្ញុំបានប្រឡងនិងមានការសម្ដែងនៅប្រទេសជប៉ុននៅប្រទេសសិង្ហបុរីនៅប្រទេសម៉ាឡេនិងនៅប្រទេសថៃជាពិសេសទៀតគឺខ្ញុំបានធ្វើតន្ត្រីសប្បុរសធម៌សម្រាប់ប្រទេសកម្ពុជាយើងកុមារកំព្រានិងពេលខ្លះទៅយើងធ្វើសម្រាប់ជនចាស់ជរាដែរបាទភាពជោគជ័យរបស់ខ្ញុំដែលខ្ញុំចង់ចែករំលែកគឺខ្ញុំបានទទួលជលភីលេខ1នៅប្រទេសថៃដែលមានការប្រកួត10ប្រទេសនៅទីនោះហើយខ្ញុំមានចិត្តរំភើបមែនទែនពេលដែលខ្ញុំបានទទួលជ័យលាភីនេះដោយយើងមានទង់ជាតិនិងភ្លេងជាតិរបស់យើងបង្ហូតឡើងហើយនេះគឺជាអារម្មណ៍ដែលពិតប្រាកដហើយខ្ញុំគិតថាជ័យលាភីនេះមិនមែនសម្រាប់តែខ្ញុំទេគឺសម្រាប់ប្រទេសខ្មែរទាំងអស់ហើយខ្ញុំសប្បាយរីករាយមែនទែនដែលបានធ្វើឲ្យប្រទេសខ្មែរយើងមានមុខនៅឆាកអន្តរជាតិនៅពេលនោះបាទភាពបរាជ័យដែលធំបំផុតហើយខ្ញុំចងចាំគឺពេលដែលខ្ញុំទៅដល់ប្រទេសជប៉ុនលើកទី1ខ្ញុំគិតថាពេលនោះខ្ញុំបកាយជាងគេនៅប្រទេសកម្ពុជាប៉ុន្តែពេលទៅដល់ប្រទេសជប៉ុនខ្ញុំឃើញជនជាតិជប៉ុនដែលគាត់លេង piano គឺបកាយមែនទែនហើយខ្ញុំមានអារម្មណ៍ថាខ្ញុំបាក់ទឹកចិត្តមែនទែនខ្ញុំមិនគិតថាខ្ញុំអាចធ្វើបានដោយសារពេលនោះគឺគេមិនខ្វល់ថាយើងមកពីប្រទេសក្រីក្រឬក៏ប្រទេសណាគឺសំខាន់បំផុតគឺយើងត្រូវតែមានការសម្ដែងនឹងឲ្យបានល្អដូចជនជាតិផ្សេងពេលដែលខ្ញុំមើលខ្លួនឯងខ្ញុំគិតថាខ្ញុំធ្វើអត់បានហើយគឺពេលនោះគឺខ្ញុំចង់ត្រឡប់មកប្រទេសកម្ពុជាវិញពេលដែលខ្ញុំទៅដល់ប្រទេសជប៉ុនលើកទី1ប៉ុន្តែដោយសារមានការជជែកនិងមានការលើកទឹកចិត្តពីអ្នកគ្រូរបស់ខ្ញុំជនជាតិជប៉ុនទើបធ្វើឲ្យខ្ញុំកាន់ខិតខំរៀនរហូតដល់ខ្ញុំបានបញ្ចប់ដោយជោគជ័យបាទមនុស្សទូទៅកុំឲ្យមានភាពអំនួតនៅលើខ្លួនឯងពេកត្រូវគិតថាទោះបីយើងបកកាយប៉ុណ្ណឹងប៉ុន្តែនៅតែមានអ្នកបកកាយជាងនឹងដូច្នេះហើយពេលដែលខ្ញុំបានឃើញទស្សនវិជ្ជានេះធ្វើឲ្យខ្លួនខ្ញុំគឺត្រឡប់ផ្លាស់ប្ដូរមែនទែនខ្ញុំត្រូវយល់ពីកម្រិតនៃខ្លួនឯងនិងត្រូវយល់ពីការសិក្សានិងចំណេះវិជ្ជារបស់អ្នកដទៃបាទដើម្បីទទួលបានជោគជ័យនៅវិថីសិល្បៈយើងទាំងតន្ត្រីនិងចម្រៀងទី1គឺយើងត្រូវតែមានគោលដៅរបស់យើងមួយទៀតយើងត្រូវព្យាយាមតស៊ូនិងគោរពអ្នកដទៃជាសំខាន់បំផុតនិងពេលវេលាដែរគឺជាចំណុចដែលធ្វើឲ្យគោលដៅសម្រាប់អ្នកសិល្បៈខ្លះជាការពិតមូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើជាគណៈកម្មការនៅកម្មវិធីសំនៀងចែងចាំងគឺទី1ខ្ញុំចង់ចែករំលែកនូវបទពិសោធន៍ផ្ទាល់របស់ខ្ញុំដែលខ្ញុំបានសិក្សាខាងផ្នែកតន្ត្រី piano និងចម្រៀងដែរនៅប្រទេសជប៉ុនមួយទៀតគឺខ្ញុំចង់ជ្រើសរើសអ្នកដែលមានសំឡេងល្អខ្ញុំនៅពីក្រមុំជួយឲ្យបងអើងអើយប្រុសខ្ញុំយល់ថាកម្មវិធីនេះគឺជាកម្មវិធីដ៏ល្អមួយដែលបានផ្ដល់ឱកាសដល់វិជនខ្មែរយើងដែលគាត់មានសម្លេងពិតពីធម្មជាតិនិងជាមោទនភាពសម្រាប់ជនជាតិខ្មែរយើងដោយសារកម្មវិធីនេះគឺផលិតដោយជនជាតិខ្មែរតែមួយគត់និងភាគច្រើនគឺយើងជ្រើសរើសយកបទចម្រៀងពីចំនួនដើមមកបកស្រាយនេះហើយគឺជាហេតុផលដែលធ្វើឲ្យពួកគាត់មានឱកាសបញ្ចេញនៅសម្លេងដ៏ពិតប្រាកដរបស់គាត់និងទេពកោសល្យដ៏ល្អរបស់គាត់ហើយខ្ញុំសប្បាយចិត្តនិងមានមោទនភាពមែនទែនដែលបានក្លាយជាគណៈកម្មការនៅកម្មវិធីនេះបាទ